សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចូលរួមចែកម្លែកបទពិសោធន៍ក្នុងការមើល echo បេះដូងទារកដែលខ្ញុំផ្ដោតទៅលើ fetal cardiac screening based on ISUX guideline នៅពេលយើងមើល echo ផ្ទៃពោះធ្វើ fetal cardiac screening គឺយើងត្រូវតែ follow the evidence based protocol របស់ guideline ក្នុងគោលបំណងដើម្បីឲ្យ fetal cardiac screening របស់យើងមានលក្ខណៈ standard ហើយ well defined ដោយចាប់ផ្ដើមចេញពី abdominal situs for chamber outflow tract sleeve vessel ឬក៏ sleeve vessel trachea ឬក៏យើងត្រូវចេះ optimize color Doppler នេះគឺជាសារដ៏សំខាន់អញ្ចឹង guideline គឺប្រាប់ផ្លូវឲ្យយើងដើរដើម្បីឲ្យ fetal cardiac screening របស់យើងមានលក្ខណៈ standard អញ្ចឹង guideline គឺជារឿងមួយប៉ុន្តែអ្វីដែលសំខាន់មួយទៀតហ្នឹងគឺយើងត្រូវដឹងពី anatomical principle នៅក្នុង sequential segmental analysis អញ្ចឹង anatomy គឺវាពិតជាសំខាន់មែនតើវា link ជាមួយនឹង guideline បើយើងអត់យល់ពី anatomy ទេយើងក៏អត់យល់ guideline ដែរអញ្ចឹងនៅពេលដែលយើងយល់ពី guideline យើងយល់ពី anatomy អញ្ចឹងការ perform fetal cardiac screening របស់យើងគឺ accurate ល្អមុននឹងខ្ញុំចូលទៅដល់ cardiac examination ខ្ញុំឲ្យអ្នកនរគ្នាយល់ពីគោលបំណងនៃ update របស់ ISUX guideline គេ update ក្នុងគោលបំណងដើម្បីឲ្យយើងនឹងធ្វើ fetal cardiac screening មានលក្ខណៈ standard worldwide ទាំងគ្រូពេទ្យ sonographer ក៏ដោយឬក៏ OBGYN ក៏ដោយគឺ follow evidence based protocol របស់គេដើម្បីឲ្យ fetal cardiac screening មានលក្ខណៈ standard ហើយ worldwide អាហ្នឹងមួយទី2គឺគេ clarify តើប្លង់ណាខ្លះដែលយើងត្រូវមើលទី1គេឲ្យយើងគោរពតាម four chamber outflow tract sleeve vessel trachea sleeve vessel view ហើយតកតងទៅនឹង abdominal situs ក៏យើងត្រូវតែដឹងដែរអាហ្នឹងទី2ទី3អ្វីដែលសំខាន់មួយទៀតហ្នឹងគឺគោលបំណងគេ update ហ្នឹងក្នុងគោលបំណងឲ្យយើងយល់ថានៅពេលដែលយើងធ្វើបានគឺយើង early detection ឃើញយល់ថា heart disease បានមុនពេលវេលាអញ្ចឹងនៅពេលដែលយើងអាចស្វែងរកមើលជំងឺបេះដូងទារកតាន់ពេលវេលាអាចធ្វើឲ្យយើងហ្នឹង better counseling plan prenatal intervention ហើយមួយទៀតការ update guideline ហ្នឹងគេមិនត្រឹមតែគោលបំណងដូចដែលបានរៀបរាប់ខាងលើគេ enhance image ឲ្យ quality តាមរយៈការបញ្យល់ setting ទៅលើ echo equipment transducer ឬក៏តាក់ទងទៅនឹង optimize color Doppler ចឹងជាដើមលើនេះទីទៀតហ្នឹងគឺគេឲ្យយើងយល់ពីការបញ្ជូនមានន័យថានៅពេលគេឲ្យយើងយល់ពី guideline យើងអាចធ្វើដឹងយើងអាច follow តាម guideline គេយើងអាចដឹងថាអូបេះដូងទារកនេះធម្មតាឬមិនធម្មតានៅពេលដែលមិនធម្មតាយើងនឹងចេះ refer ទៅឲ្យ experience team ឬក៏ specialist fetal cardiography ដើម្បីឲ្យគេ confirm យ៉ាង stage ហើយនឹងមាន management អីចឹងជាដើម